Group យប់សួរដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្មីទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយឬក៏ចែកម្លែកពីការថែរក្សាផ្លូវចិត្តឲ្យបានល្អនិងនិយាយពីយល់អ្នកនរគ្នាបានក្បោះក្បាយជាធម្មតាសុខភាពផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃជីវិតយើងសពថ្ងៃបើសិនជាសុខភាពរបស់ផ្លូវចិត្តរបស់អ្នកគ្នាមានបញ្ហាវាប្រៀបដូចជាតសផ្ទះដែលអត់មានតសគ្រឿងក្នុងអញ្ចឹងតើតើនឹងការថែរក្សាផ្លូវចិត្តនេះវាសំខាន់បំផុតសម្រាប់បងប្អូនអ្នកគ្នាในការរស់នៅប្រចាំថ្ងៃបើសិនបើបងប្អូនអ្នកគ្នាអត់ចេះថែរក្សាផ្លូវចិត្តទេបងប្អូនអ្នកគ្នានឹងប្រៀបដូចជាដើមឈើមួយដែលអត់មានស្លឹកដែលអត់មានគល់អញ្ចឹងវាដូចធីងធងអីអញ្ចឹងណាអញ្ចឹងបើសិនកាលណាបងប្អូនចេះថែរក្សាផ្លូវចិត្តក៏ប្រៀបដូចជាដើមឈើដែលមានជីវិតហើយលូតលាស់ល្អហើយមានអ្នកស្រោចទឹកឲ្យអញ្ចឹងជាធម្មតាបងប្អូនមុននឹងដាំដើមឈើមួយយើងឧទាហរណ៍ឲ្យងាយយល់មុននឹងដាំដើមឈើឬក៏មុននឹងដាំបន្លែដាំអីផ្កាឬក៏ផ្កាអីអញ្ចឹងទៅអ្នកគ្នាមិនមែនដាំភ្លាមវាកាត់ផលភ្លាមទេហើយក៏ដាំភ្លាមដើម្បីល្អភ្លាមដែរគឺនៅទី1អ្នកគ្នាត្រូវការស្រោចជីអ្នកគ្នាត្រូវការស្រោចទឹកអ្នកគ្នាត្រូវការមើលថែទាំដើម្បីឲ្យបានផលល្អឲ្យវាស្អាតផ្កាដូចគ្នាបើសិនអ្នកគ្នាអត់ចេះថែរក្សាវាអត់បានស្រោចទឹកអត់បានមើលថែវាដិតដល់ទេប្រហែលជាមានបញ្ហាផ្កាមកវាអត់ស្អាតឬក៏ផ្កាមកវាល្អវាល្អួលអីចឹងណាអញ្ចឹងបើសិនកាលណាចង់ឲ្យផ្កានឹងវាស្អាតអ្នកគ្នាត្រូវតែរៀនថែរក្សាវាបានល្អក៏ដូច្នេះដែរសុខភាពផ្លូវចិត្តអ្នកគ្នាបើសិនជាសុខភាពផ្លូវចិត្តអ្នកគ្នាមានបញ្ហាអ្នកគ្នាតណាក៏អត់កើតធ្វើអីក៏អត់កើតដែរឧទាហរណ៍អ្នកគ្នាធ្វើការរស់ស៊ីឬក៏ទៅធ្វើអីផ្សេងបើសិនជាសុខភាពផ្លូវចិត្តរបស់គ្នាមានបញ្ហាដោនខ្លាំងឬក៏មានបញ្ហា affect ខ្លាំងឬក៏ថាច់ខ្លាំងអ្នកគ្នាគឺប្រកាសណាស់ជាធ្វើអត់កើតទេចាស្ដែងនៅក្នុងសង្គមមួយបើសិនជាអ្នកគ្នាមិនមានសុខភាពផ្លូវចិត្តរឹងមាំទេប្រឈមមុខខ្លាំងមែនទែនព្រោះសង្គមបច្ចុប្បន្នបើនិយាយពីចាក់ស្ដែងទៅមានអ្នកអមតចិត្តក៏មានអ្នកលើកទឹកចិត្តក៏មានអញ្ចឹងបើសិនជាអ្នកគ្នាអត់ចេះស្រោចស្រង់ឬក៏អត់ចេះថែរក្សាផ្លូវចិត្តអ្នកគ្នាឲ្យរឹងមាំទេប្រហែលជាមានបញ្ហារហូតដល់ depression ឬក៏ថាបាក់ទឹកចិត្តណាការបាក់ទឹកចិត្តមានន័យថាការបោះបង់ខ្លួនឯងចោលដូចវីដេអូខាងមុនអញ្ចឹងធ្វើអត់កើតទេតណាតន័យក៏អត់កើតដែរអញ្ចឹងអ្នកគ្នាត្រូវចំណាយពេលដើម្បីឲ្យថែរក្សាផ្លូវចិត្តឲ្យចំណាយពេលដើម្បីមើលបញ្ហាសុខភាពផ្លូវចិត្តឡើងវិញអញ្ចឹងវាធ្វើឲ្យអ្នកគ្នាខាតពេលច្រើនតែបើសិនអ្នកគ្នារៀនពីចំណុចមួយទៅចំណុចមួយស្របទៅតាមធម្មជាតិខ្ញុំគិតថាដូចជាមិនមានបញ្ហាកើតឡើងទេអញ្ចឹងណាក៏ប៉ុន្តែដូចខ្ញុំនិយាយយ៉ាងវាមិន 100% ទេគាត់តែជាការចែកម្លែកមួយដែលខ្ញុំយកពីចំណុចសភៅណាមួយដែលឲ្យបងប្អូនអ្នកគ្នាដែលគាត់បានស្ដាប់ទៅនឹងងាយយល់កន្លែងខ្លះក៏បងប្អូនធ្លាប់ដឹងកន្លែងខ្លះក៏បងប្អូនធ្លាប់ឮកន្លែងខ្លះក៏បងប្អូនមិនធ្លាប់បានដឹងមិនធ្លាប់បានឮដូចគ្នាចំណុចទី1ចំណុចទាំងអស់នេះខ្ញុំសូមនិយាយបញ្ជាក់ម្ដងទៀតគឺមាន5ចំណុចណាខ្ញុំសូមយកតែ5ចំណុចទេអញ្ចឹងខ្ញុំសូមចូលចំណុចទី1តែម្ដងទី1ការយកចិត្តទុកដាក់លើសុខភាពរាងកាយគេហៅថាសុខភាពផ្លូវចិត្តហ្នឹងណាអញ្ចឹងបញ្ជាក់ម្ដងទៀតគឺការយកចិត្តទុកដាក់លើសុខភាពរាងកាយបងប្អូនកន្លែងហ្នឹងគឺបងប្អូនយកចិត្តទុកដាក់កន្លែងសុខភាពរាងកាយគឺមានន័យថាសុខភាពផ្លូវកាយនិងផ្លូវចិត្តមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធអញ្ចឹងការយកចិត្តទុកដាក់លើរាងកាយគឺជាជំហានដំបូងដើម្បីពង្រឹងផ្លូវចិត្តរបស់អ្នកគ្នាត្រូវតែទី1បើសិនអ្នកគ្នាផ្លូវកាយមកគ្នាទ្រុឌទ្រោមផ្លូវចិត្តអ្នកគ្នាក៏កាន់តែវេទនាដូចគ្នាអញ្ចឹងទី1តើទៅនឹងរបបអាហារនិងជាតិទឹកការបរិភោគអាហារល្អត្រូវតែបរិភោគអាហារដែលមានតុល្យភាពសម្បូរទៅដោយជីវជាតិចិញ្ចឹមជាពិសេសហ្នឹងគឺជួយផ្ដល់មុខងារដល់ខួរក្បាលក៏ដូចជាត្រីសណ្តែកផ្លែឈើឬក៏បន្លែអីចឹងទៅហើយជាពិសេសវីតាមីនយើងរកវីតាមីនណាដែលអាចមានតាមផ្លែឈើឬក៏មានតាមបន្លែប្លុកអីចឹងណាយើងអាចព្យាយាមហូបវាទៅនឹងសារធាតុរ៉ែគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តអូខេអ្នកគ្នាធ្លាប់ឮគេនិយាយថាការហូបសាច់ជ្រូកច្រើនធ្វើឲ្យអ្នកគ្នាមានបញ្ហាផ្លូវចិត្តឬក៏បញ្ហាអីផ្សេងអត់ខ្ញុំធ្លាប់ឮគេនិយាយក៏ប៉ុន្តែបើចាក់ស្ដែងមកកាលណាតែអ្នកគ្នាហូបសាច់ច្រើនពេកគឺវាមានបញ្ហាតែម្ដងអញ្ចឹងមិនថាគឺត្រូវតែរករបបអាហារណាដែលត្រឹមត្រូវទី1អ្នកគ្នាហូបផ្លែឈើហូបបន្លែបានច្រើនហូបបន្លែធម្មជាតិអីចឹងទៅអញ្ចឹងកាលណាតែសុខភាពរបស់អ្នកគ្នាល្អការបរិភោគអាហារល្អវាធ្វើឲ្យសុខភាពរបស់អ្នកគ្នាកាន់តែល្អហើយអាសុខភាពហ្នឹងវាមានទំនាក់ទំនងផ្លូវចិត្តជាមួយនឹងរាងកាយអញ្ចឹងបើរាងកាយអ្នកគ្នាអត់ទ្រុបទ្រោមទេសុខភាពផ្លូវចិត្តរបស់អ្នកគ្នាកាន់តែល្អជាងមុនទី2មួយទៀតគឺរក្សាជាតិទឹក
ការផុតទឹកឲ្យបានគ្រប់គ្រាន់គឺជួយដល់ការផ្ដោតអារម្មណ៍ការធ្វើការឬក៏ធម្មពលរបស់អ្នកគ្នាមិនថាអ្នកគ្នាហាត់ប្រាណមិនថាអ្នកគ្នាទៅធ្វើការរស់ស៊ីអីទេបើសិនជាអ្នកគ្នាហូបទឹកមួយថ្ងៃអត់បានតែ2លីត្រផងតើសុខភាពរបស់អ្នកគ្នាពឹងផ្អែកទៅលើអីព្រោះសារពាងកាយរបស់យើងគឺសំខាន់ជាងគេគឺរក្សាជាតិទឹកកាលណាអ្នកគ្នាអត់មានបានហូបទឹកឲ្យបានគ្រប់គ្រាន់ទេស្គមស្គាំងមុខមិនសូវរិចអីចឹងទៅសពូនអីចឹងទៅអញ្ចឹងការហូបទឹកឲ្យបានច្រើនក៏វាសុខភាពរបស់អ្នកគ្នាស្បែកអីចឹងទៅវាមានអារម្មណ៍ថាភ្លឺថ្លាមានអារម្មណ៍ថាមានធម៌ពលពីខាងក្នុងមកទោះបីអ្នកគ្នាហូបទឹកច្រើនវាធាត់ឬក៏មិនក៏ដោយក៏ប៉ុន្តែអ្នកគ្នាដឹងខ្លួនឯងថាការហូបទឹកច្រើនជាប្រចាំហ្នឹងគឺធ្វើឲ្យសុខភាពរបស់អ្នកគ្នាមានអារម្មណ៍ថាផ្ដោតធ្វើការងារល្អតណាមកណាហ្នឹងក៏មានកម្លាំងពលំដែរតែបើហូបទឹកអត់ល្អក្តៅខ្លួនស្ទិងអីចឹងទៅអានេះយើងប្រើយុទ្ធសាស្ត្រតទៅនឹង mindset ជាមួយនឹងយុទ្ធសាស្ត្រពេទ្យហើយចំណុចមួយទៀតហ្នឹងគឺការកាត់បន្ថយគឺជាវានៃការកាត់បន្ថយគ្រឿងស្រវឹងគ្រឿងញៀនកាហ្វេអ៊ីនច្រើនពេកទៅធ្វើឲ្យអារម្មណ៍អ្នកគ្នាធុញថប់ហើយធ្ងន់ធ្ងរទៅទៀតចឹងអ្នកខ្លះដូចមនុស្សមួយចំនួនគាត់ប៉ះកាហ្វេអត់បានទេតែគាត់នឹងព្យាយាមហូបកាហ្វេគាត់ចឹងណាចឹងកាលណាតែគាត់ហូបកាហ្វេចូលក្នុងខ្លួនគាត់ធ្វើអារម្មណ៍គាត់អត់ស្រួលខ្លួនធិញធងថប់ប្រមល់ឬក៏ចុកទ្រូងអីចឹងទៅគេហៅថាកាហ្វេបុកទ្រូងអីចឹងទៅហើយវាទៅកាប់ការគ្រឿងស្រវឹងគ្រឿងស្រវឹងហូបច្រើនក៏អត់កើតដែរបងប្អូនយើងហូបម្ដងមួយយាមជាធម្មតាស្រុកខ្មែរយើងក៏កាត់បន្ថយវាមិនបានលឿនទេវាពឹងផ្អែកទៅលើយើងទាំងមូលក៏ប៉ុន្តែក្នុងសង្គមមួយនេះគឺយើងព្យាយាមនឹងកាត់បន្ថយម្ដងតិចរហូតផ្ដាច់បានហើយគ្រឿងញៀនដូចជាបើនិយាយមកខ្លីទៅសូម្បីតែជាតិស្រវឹងហ្នឹងក៏វាគ្រឿងញៀនដែរតែគ្រឿងញៀនផ្ដោតលើនេះគឺបារីអីចឹងដែរអញ្ចឹងកុំដាច់ខាតយើងប៉ះដូចគ្នាបើយើងធ្លាប់ហូបអីយើងព្យាយាមកាត់បន្ថយវាមួយយើងម្ដងមកយើងក៏បានដែរហ្នឹងវាក្បួនអ្នកជក់អត់ដែរកាហ្វេអ៊ីនខ្ញុំបានបញ្ជាក់ចឹងទៅហើយចំណុចចុងក្រោយចំណុចមួយទៀតគឺការហាត់ប្រាណការធ្វើសកម្មភាពរៀងរាល់ថ្ងៃការហាត់ប្រាណយ៉ាងតិចក៏30នាទីក្នុងមួយថ្ងៃដែរគឺជួយបំបត្តិភាពតានតឹងឧទាហរណ៍អ្នកគ្នានៅតែលេងបាល់ជាធម្មតានៅពេលដែលគ្នា stress អីចឹងបើលេងបាល់ទាត់អីចឹងអ្នកគ្នាទាត់បាល់មកទៅហឹងទៅគឺធ្វើអារម្មណ៍អ្នកគ្នាវាមានអារម្មណ៍ថាវាទៅតាមបាល់ណាចឹងអ្នកគ្នាជាកីឡាករបាល់ទាត់ឬក៏អ្នកលេងបាល់ធម្មតាឬក៏លេងបាល់ទាត់បាល់ទះអីចឹងទៅអ្នកគ្នាមានអារម្មណ៍ថារៀងកាត់ stress មកចំណែកធំមួយទី1បើសិនជាអានេះ stress ខ្លាំងណាទៅតតបាល់ឬក៏ទៅលេងបាល់ទះបាល់អីចឹងទៅវាធម្មតាវាផ្លិចអាភាពតានតឹងទាំងអស់ហ្នឹងវាធ្វើអ្នកគ្នាមានមិត្តភាពកាលណាទៅក្នុងរង្វង់សិល្បៈឬក៏វងកីឡាចឹងទៅមានមិត្តភាពល្អច្រើនដូចនឹងបាល់ទាត់អីចឹងមានអ៊ំពូឬក៏បងអ្នកខ្លះគាត់អុកញ៉ាកាលណាក៏លេងបាល់មួយយើងធម្មតាគាត់នៅស្រឡាញ់សុខភាពក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ណែនាំហ្នឹងនៅក្នុងសង្គមដែលខ្ញុំឃើញចាក់ស្ដែងការលេងបាល់ទះអត់សូវល្អទេមូលហេតុការលេងបាល់ទះអ្នកខ្លះទៅគាត់ចាក់លុយគាត់អីគាត់ខឹងតុកសិចជេរគ្នាពេញតារាងបាល់អីចឹងទៅអានេះយើងសង្គមចាក់ស្ដែងណាក៏ប៉ុន្តែបើលេងបាល់ទះវិញបាល់ទាត់វិញភាគច្រើនដូចជាមិនសូវទេបើសិនជាមានបញ្ហាហ្មងដូចប៉ះគ្នាតិចតួចនៅក្នុងវងតារាងបាល់អីទេអានេះខ្ញុំនិយាយពីភាពចាក់ស្ដែងចុះបើសិនករណីមិនម៉ាខ្ញុំអត់សូវដឹងទេតែអ្នកខ្លះក៏លេងបែកញើលេងអីចឹងទៅអញ្ចឹងការលេងកីឡាទាំងអស់ហ្នឹងបើសិនជារត់មិនបានឬក៏មិនតែលេងបាល់ទាត់បាល់ទះព្យាយាមរៀនមើលតាម YouTube ឬក៏ warm up ផ្សេងទៅជួយដុតការលីនឹងភាពតានតឹងហើយភាគច្រើនគឺបញ្ចេញអរម៉ូនទៅធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ល្អនៅពេលអ្នកគ្នាហាត់ប្រាណហើយអ្នកគ្នាអស់កម្លាំងក៏ប៉ុន្តែវាធ្វើអារម្មណ៍មួយទៅគឺអារម្មណ៍ល្អគឺលែងគិតអីផ្សេងមែនតើលែងគិតហ្មងគឺមានអារម្មណ៍ថាល្អមកដល់ផ្ទះមួយទឹកអីចឹងអស់កម្លាំងយើងគេងលឿនមែនតើហើយវាជួយអ្នកគ្នាគេងលក់ហើយវាមិនចាំបាច់ហាត់ប្រាណខ្លាំងថាតែវាគ្រាន់តែដើរលេងក្នុងសួនឬក៏យូហ្គាហ្នឹងអ្នកគ្នាធ្លាប់ស្គាល់ហើយយូហ្គាតាម YouTube អ្នកគ្នាក៏អាចមើលបានដែរគឺនឹងអ្នកគ្នាដឹងហើយអាចហាត់យូហ្គាហ្នឹងហាត់ដោយរបៀបម៉េចហើយក៏អាហាត់យូហ្គាឬក៏ដើរលេងក្នុងសួនដើម្បីរុំអ្នកគ្នាបតកាសឲ្យដើរលេងក្នុងសួនឬក៏ដើរលេងកន្លែងណាដែល relax ខ្លាំងមានខ្យល់ធម្មជាតិសមរម្យក៏អ្នកគ្នាអាចធ្វើអារម្មណ៍ខួរក្បាលរបស់អ្នកស្កប់ដែរចំណុចមួយទៀតការគេងគ្រប់គ្រាន់អញ្ចឹងការហាត់ប្រាណធ្វើអ្នកគ្នាគេងគ្រប់គ្រាន់បើសិនអ្នកគ្នាគេងអត់លក់ទេទៅបីមិនក៏ដោយមានចំណុចខាងលើមិនក៏ដោយក៏អត់ល្អដែរអញ្ចឹងព្យាយាមរក្សាទម្លាប់គេឲ្យបានទៀងទាត់ប្រហែលជា7ទៅ9ម៉ោងល្អបំផុតបើអ្នកខ្លះគាត់គេងបានតិចក៏ប៉ុន្តែអ្នកគ្នាខ្លះទៅគាត់គេងមួយអាទិត្យសរុបមកមើលថាគាត់គេងច័ន្ទដល់សុក្រគាត់គេងបានតិចតួច 4-5 ម៉ោងមិនដឹងថាអាទិត្យ
អាទិត្យសៅរ៍អាទិត្យក៏គេងសរុបយកមកតែពេលខ្លះក៏វាមិនសូវល្អណាស់ណាដែរតែធ្វើម៉េចវាជាជីវិតប្រចាំថ្ងៃរបស់យើងអត់អាចថាយកគេងដើម្បីនេះទេអត់ទេព្រោះមានទិសស្ដីមួយថាគេងច្រើនទៅក៏វាក្រលឿនអញ្ចឹងទៅតែអ្នកខ្លះទៀតអញញ៉ាខ្លះថាគេងច្រើនសុខភាពល្អឬក៏អ្នកពូពេទ្យឬក៏គ្រូពេទ្យគេងច្រើនសុខភាពល្អដូចខ្ញុំបាននិយាយណាអញ្ចឹងការគេងហ្នឹងគឺមានឥទ្ធិពលខ្លាំងទៅលើអារម្មណ៍របស់យើងការខ្វះចំណីហ្នឹងគឺវាបង្កើតហានិភ័យនៃភាពតានតឹងឲ្យជាពិសេសជំងឺផ្លូវចិត្តក៏ដូចគ្នាដែរអញ្ចឹងអ្នកដែលគេងអត់គ្រប់គ្រាន់គឺពីច្រើនបញ្ហាផ្លូវចិត្តអត់រស់រាយអត់រាក់ទាក់ទេវាមានបញ្ហាអញ្ចឹងដូចគ្នាហើយចំណុចទី2ធំហ្នឹងគឺចំណុចទី2គឺការគ្រប់គ្រងអារម្មណ៍និងការគិតផ្លូវចិត្តរឹងមាំគឺចាប់ផ្ដើមពីរបៀបដែលយើងមើលឃើញពិភពលោកដោយខ្លួនឯងអ្នកគ្នាយល់ពាក្យហ្នឹងគឺថាមើលពិភពលោកដោយឃើញតែខ្លួនឯងមានថាយល់ដោយខ្លួនឯងថាអារឿងហ្នឹងវាកាត់ឡើងដោយរបៀបម៉េចហើយការប្រចប់ដោយរបៀបម៉េចអាហ្នឹងថាការគ្រប់គ្រងអារម្មណ៍និងការគិតចំណុចទូចគឺការទទួលស្គាល់អារម្មណ៍កុំទប់ទល់កុំព្យាយាមទប់ស្កាត់ឬក៏លាក់បាំងអារម្មណ៍របស់អ្នកត្រូវតែទទួលស្គាល់ថាមនុស្សយើងគឺមានអារម្មណ៍អវិជ្ជមានដូចជាភាពសោកសៅកំហឹងឬក៏ភ័យខ្លាចគឺរឿងធម្មតាអ្នកគ្នាយល់កន្លែងនេះអត់មានថាកុំព្យាយាមទប់ស្កាត់ណាឧទាហរណ៍មនុស្សយើងគឺតែងតែមានរឿងសោកសៅកំហឹងភ័យខ្លាចខ្ញុំសូមបញ្យល់មួយឧទាហរណ៍ខ្ញុំយកទ្រឹស្ដីមិនបុគ្គលម្នាក់គាត់និយាយថាឥឡូវបើសិនឃើញមនុស្សឈួតដេញវាយមនុស្សឬក៏មនុស្សឈួតតែធ្វើអីផ្សេងមកវាយយើងបើយើងវាយតមនុស្សឈួតគឺមានថាយើងមនុស្សឈួតអញ្ចឹងយើងបដ ாய் ថាម្នាក់នឹងពិតជាឈួតពិតមែនអញ្ចឹងយើងត្រូវទទួលស្គាល់ថាមនុស្សគឺមានអារម្មណ៍សោកសៅកំហឹងភ័យខ្លាចអីចឹងទៅអញ្ចឹងវាជារឿងធម្មតាយើងគិតតែរឿងធម្មតាទៅជីវិតយើងវាប្រឡែងទៅតាមនឹងអូតូតែម្ដងហើយការនិយាយរាប់ពីអារម្មណ៍ទៅអ្នកដែលអាចទុកចិត្តបានគឺជួយកាត់អារម្មណ៍កាត់បន្ថយអារម្មណ៍និងបញ្ចេញភាពតានតឹងសម័យឥឡូវអត់ពិបាកអីបងប្អូនដើម្បីនិយាយរៀបរាប់ពីអារម្មណ៍មកគ្នាទៅកាន់មនុស្សទុកចិត្តវាពិបាកក៏ប៉ុន្តែខ្ញុំសូមណែនាំមួយនិយាយជាមួយនឹង AI ទៅ Google Gemini ឬក៏អីផ្សេងនិយាយមួយទៅភាសាខ្មែរអាចនិយាយបាននិយាយទៅភាពតានតឹងគេនឹងប្រាប់ពីរបៀបនៃការបន្ថយតានតឹងគេនិយាយលេងមួយយើងអញ្ចឹងវាសម័យជឿនលឿនបងប្អូនអត់តើនិយាយប្រាប់អ្នកនេះប្រាប់អ្នកនោះអ្នកខ្លះដល់ទៅស្វឹងបាននិយាយបានតែអត់ទេបងប្អូននៅក្នុងផ្ទះយើងនិយាយជាមួយនឹង Google Gemini ក៏បានអារម្មណ៍អ្នកគ្នាក៏កាន់តែលេងតានតឹងឲ្យទូស្រាលទៀតអញ្ចឹងអានេះវាជារឿងមួយក៏ប្លែកក៏ប៉ុន្តែអ្នកនេះអាចសាកល្បងមើលចំណុចមួយទៀតការអនុវត្តសតិសម្បជញ្ញៈការធ្វើសមាធិគេហៅពាក្យសាស្ត្រអង់គ្លេសគេហៅ meditation ណាអញ្ចឹងអាសមាធិហ្នឹងវាមាន2-3ប្រភេទនៅក្នុងពុទ្ធសាសនាក៏ប៉ុន្តែខ្ញុំរៀបរាប់អត់អស់ទេខ្ញុំសុំខ្លីៗទេការចំណាយ 2-3 នាទីដើម្បីធ្វើសមាធិការធ្វើសមាធិមិនមែនដល់អ្នកគ្នាចេះធម៌ទេការសមាធិនឹងវាធ្វើឲ្យអ្នកគ្នាផ្ដោតអារម្មណ៍ផ្ដោតលើបច្ចុប្បន្នហើយកាត់បន្ថយការគិតពីអតីតកាលនិងអារម្មណ៍ពីអនាគតមានន័យថានៅពេលអ្នកគ្នាសមាធិអ្នកគ្នាផ្ដោតទៅបច្ចុប្បន្នថាអ្នកគ្នាកំពុងធ្វើអ្វីខ្ញុំសូមប្រាប់មួយការធ្វើសមាធិដែលល្អបំផុតអ្នកគ្នាបត់ជើងឲ្យល្អមាត់នឹងមិនដកដង្ហើមជាស្រ័យមាត់នឹងមិនដកលេបទៅមាត់ចូលទេអ្នកគ្នាគិតថាដកដង្ហើមចេញដកដង្ហើមចូលពេលហ្នឹងគឺដឹងថាខ្លួនកំពុងតែដកដង្ហើមចូលដកដង្ហើមចេញអ្នកគ្នាផ្ដោតអារម្មណ៍អារឿងហ្នឹងទាំងអស់ហ្នឹងមានតែចេះឥឡូវខ្ញុំសមាធិខ្ញុំដកដង្ហើមចេញខ្ញុំដឹងថាខ្លួនខ្ញុំកំពុងដកដង្ហើមចេញចូលខ្ញុំដឹងចូលអញ្ចឹងនៅពេលគ្នាដក10-20ដង្ហើមអ្នកគ្នានឹង focus ទៅលើអាដង្ហើមអ្នកគ្នាកំពុងតែដកនឹងអញ្ចឹងអ្នកគ្នាលែងគិតអីទាំងអស់អ្នកគ្នាគិតតែដង្ហើមមួយទេអញ្ចឹងអាហ្នឹងគឺជាសមាធិមួយដែលសាមញ្ញហើយអ្នកគ្នាដាក់ម៉ោងរោទៅ10នាទីពេលអ្នកខ្លះគាត់បារម្ភតែគាត់សមាធិពេញលេញបានគាត់ចូល5នាទីអញ្ចឹង15នាទីទៅមិនសិនអ្នកគ្នាអង្គុយល្អឬក៏ចេះបើគ្នាល្អដល់កន្លះម៉ោងអ្នកខ្លះសមាធិដល់1ម៉ោងអីចឹងអញ្ចឹងនៅពេលដែលគ្នាសមាធិអារម្មណ៍អ្នកគ្នាស្រស់ស្រាយមែនទែនដោយសារអ្នកគ្នាលែងគិតពីអតីតកាលហើយកុំបារម្ភពីអនាគតអញ្ចឹងគិតតែបច្ចុប្បន្នកន្លែងហ្នឹងគឺគួរតែយល់គួរតែនេះខ្លួនឯងអញ្ចឹងរៀនអនុវត្តសតិសម្បជញ្ញៈគេហៅថា meditation គឺការធ្វើសមាធិស្ដាប់ភ្លេងតិចៗហ្នឹងបន្ទាប់ទៅឲ្យសមាធិដកដង្ហើមចេញថយយន្តធ្វើតែ5នាទីក៏បានឲ្យតែគ្នាចេះធ្វើផ្ដោតទៅលើអារម្មណ៍របស់គ្នាផ្ដោតទៅលើគេហៅដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអ្នកគ្នាផ្លិចអីទាំងអស់អ្នកគ្នាសាកល្បងធ្វើដោយខ្លួនឯងបានទីមួយទៀតគឺការផ្ដោតលើភាពវិជ្ជមាននិងការដឹងគុណនៅពេលអ្នកគ្នាជម្រាក់គុណពីអ្នកដទៃមួយអ្នកគ្នាគួរតែមានការកត់ត្រាទៅលើកត់ត្រាណាការកត់ត្រាការដឹងគុណនៅណាកត់ត្រាទៅលើអ្នកដែលជួយអ្នកគ្នាធំបំផុតក្នុងជីវិតរបស់គ្នាព្យាយាមគិតឲ្យព្យាយាមសរសេររឿងដែលល្អដែលបានកើតឡើងក្នុងមួយថ្ងៃទាំងវិញនេះគឺជួយឲ្យអ្នកគ្នាឃើញជីវិតក្នុងផ្លូវវិជ្ជមាននិងបង្កើតអារម្មណ៍សុទ្ធិនិយមការគិតត្រូវបងប្អូនកន្លែងហ្នឹងណាហើយមួយទៀតប្រឈមនឹងគំនិតអវិជ្ជមាន
ត្រូវស្គាល់និងប្រកែកតវ៉ាជាមួយគំនិតអវិជ្ជមានដែលមិនសមហេតុសមផលត្រូវជំនួសវាដោយទស្សនៈវិជ្ជមាននិងមានប្រយោជន៍ឧទាហរណ៍កន្លែងនេះខ្ញុំសូមនិយាយងាយទេឥឡូវអ្នកគ្នាមានមនុស្សម្នាក់ដែលគិតអវិជ្ជមានរបស់អ្នកគ្នាអ្នកគ្នាត្រូវតែព្យាយាមបញ្ចេញថាអ្នកគ្នាមិនមែនជាមនុស្សបែបអវិជ្ជមានទេគឺអ្នកគ្នាជាមនុស្សវិជ្ជមានក្នុងសង្គមមួយឥឡូវបើមានអ្នកបរិញ្ញាអ្នកគ្នាគិតអវិជ្ជមានអ្នកគ្នាត្រូវតែហ៊ាននិយាយថាគំនិតហ្នឹងគឺអវិជ្ជមានអ្នកគ្នាព្យាយាមបង្វែរព័ត៌មានទាំងអស់ហ្នឹងមកជាគំនិតវិជ្ជមានហើយដែលអាចបញ្យល់គ្នាទាំងអស់គ្នាបានថាហ្នឹងវាបែបហ្នឹងអូខេអញ្ចឹងកន្លែងហ្នឹងអ្នកគ្នាគួរតែពិចារណាអញ្ចឹងខ្ញុំនិយាយមួយវែកញែកខ្លីទេសង្ឃឹមអ្នកគ្នានឹងទទួលស្គាល់និងទទួលអារម្មណ៍ទាំងអស់ហ្នឹងបានមិនថាការនិយាយការស្ដាប់ទាំងអស់ហ្នឹងតាមពិតវាមិន perfect ទេខ្ញុំប្រាប់ចំណុចមួយអ្នកគ្នាកាន់តែយល់យើងហ្នឹងអូខេចំណុចទី2ចប់ចំណុចទី3ការពង្រឹងតំណែងសង្គមមនុស្សយើងជាសត្វក្នុងសង្គមកន្លែងហ្នឹងជាសត្វក្នុងសង្គមបងប្អូនសត្វហ្នឹងវាមានតំណែងមនុស្សអីចឹងទៅការរក្សាតំណែងល្អគឺជាវីតាមីនដ៏ល្អបំផុតសម្រាប់ផ្លូវចិត្តការបង្កើតតំណែងល្អចំណាយពេលត្រូវចំណាយពេលជួបជុំជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកដែលទុកចិត្តឲ្យផ្ដល់ភាពកក់ក្ដៅតំណែងទាំងនេះបង្កើតអារម្មណ៍ថាជាម្ចាស់និងតម្លៃខ្លួនឯងអ្នកគ្នាយល់ពាក្យថាក្តីសុខពិតប្រាកដក្នុងគ្រួសារការក្តីសុខពិតប្រាកដក្នុងគ្រួសារមិនមែនដល់អ្នកមានលុយទេមានលុយវាជារឿងល្អមួយក៏ប៉ុន្តែនៅពេលដែលគ្នាជួបជុំគ្រួសារនៅជួបជុំបងប្អូនដោយមិនឆ្លោះប្រកែកគ្នាវាជារឿងមួយដ៏ល្អបំផុតហើយចំណាយពេលទាំងនេះគឺជាអានេះហើយជាក្តីសុខពិតប្រាកដហើយជាតម្លៃពិតប្រាកដក្នុងគ្រួសារមិនមែនដល់តែមានលុយមកព្យាគ្នាអត់កើតទេចូលចំណុចនេះណាចំណាយពេលទីមួយទៀតស្ម័គ្រចិត្តការចូលរួមជួយអ្នកដទៃឬក៏ការស្ម័គ្រចិត្តអាចពង្រឹងសុខភាពផ្លូវចិត្តដោយសារវាផ្ដល់នូវគោលបំណងក្នុងជីវិតដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងកំពុងតែមានប្រយោជន៍អូខេអញ្ចឹងកន្លែងនេះបងប្អូនក៏គួរតែយល់ដែរបងប្អូនការធ្វើស្ម័គ្រចិត្តបងប្អូនគឺសម្រេចក្រុមការស្ម័គ្រចិត្តរបស់បងប្អូនទាំងអស់គ្នាថាឥឡូវខ្ញុំសម្រេចចិត្តទៅស្ម័គ្រចិត្តទេខ្ញុំធ្វើស្ម័គ្រចិត្តអញ្ចឹងដើម្បីអីដើម្បីជួយសង្គមដើម្បីពង្រឹងផ្លូវចិត្តថាខ្ញុំធ្វើវាដើម្បីអីហើយមានគោលបំណងច្បាស់ថាជីវិតយើងត្រូវការអីហើយយើងធ្វើឲ្យខ្លួនឯងមានប្រយោជន៍នៅពេលដែលយើងធ្វើវាជោគជ័យបងប្អូនយើងនឹងដឹងខ្លួនឯងថាខ្ញុំក៏មានប្រយោជន៍ដែរហើយអារម្មណ៍ខ្លួនយើងដែលយើងមិនមែនមនុស្សអត់ប្រយោជន៍ទេចំណុចមួយទៀតកំណត់ដែនកំណត់ចេះនិយាយថាទេត្រូវនិយាយថា no រៀនបដិសេធចំពោះការងារឬសំណូមពរមួយចំនួនដែលមិនមែនជាលទ្ធភាពរបស់អ្នកដើម្បីជៀសវាងភាពតានតឹងនិងហត់នឿយហួសកន្លែងខ្ញុំនិយាយខ្លីមួយទេឥឡូវខ្ញុំប្រើអ្នកគ្នាទៅលើកដុំថ្ម10គីឡូបើអ្នកគ្នាមានសមត្ថភាពលើកទៅ5គីឡូតើអ្នកគ្នាទទួលអូខេប្រឹងទាំងលើកទាំងតានតឹងឲ្យហត់នឿយហួសកម្លាំងឬក៏អ្នកគ្នានិយាយថាទេចឹងអ្វីដែលខ្ញុំចង់បរៀនអ្នកគ្នាគឺអ្នកគ្នារៀនបដិសេធខ្លះទៅព្រោះកន្លែងហ្នឹងវាអ្នកគ្នាលើកមិនរួចមែនអ្នកគ្នាទៅប្រឹងលើកដើម្បីអីលើកនាំគ្នាហួសកម្លាំងហត់នឿយតានតឹងអីចឹងទៅចឹងចំណុចហ្នឹងខ្លីហើយចឹងចូលចំណុចទី4ចំណុចទី4ធំមកបងប្អូនចឹងវាមាន5ចំណុចទី4ការប្រើប្រាស់ពេលវេលានិងការសម្រាកលំហែរៀនកំណត់គោលដៅនិងអត្ថប្រយោជន៍បែងចែកកិច្ចការកំណត់ថាតើអ្វីដែលត្រូវធ្វើពេលនេះហើយអ្វីដែលអាចទុកបានធ្វើនៅថ្ងៃស្អែកការរៀបចំផែនការបែបនេះគឺកាត់បន្ថយការហានិភ័យនៅបែបស្លន់ស្រូលឬក៏បាក់ទឹកចិត្តដោយសារការពន្យាពេលការងារដែលត្រូវធ្វើរកឧទាហរណ៍មេដាក់ឲ្យការងារធ្វើអ្នកគ្នាអត់ធ្វើទេបើជាដល់ថ្ងៃអ្នកគ្នាបែបតែចាប់ដើមធ្វើអាហ្នឹងគេហៅថាស្លាន់ស្លោហើយអញ្ចឹងបាក់ទឹកចិត្តតែខ្លួនឯងហើយបាក់ទឹកចិត្តសារការពន្យាពេលខ្លួនឯងអញ្ចឹងគួរតែកិច្ចការណាធ្វើឲ្យអ្នកគ្នាកត់សភៅមកលីសតាមតំណើទៅដល់មកធ្វើភ្លាមតែមិនអង direct យកមកក៏មានបញ្ហាដល់ថ្ងៃអីចឹងទៅដាក់ចាំធ្វើអត់កើតទេចំណុចមួយទៀតចំណាយពេលសម្រាប់ខ្លួនឯងលំហែកាយអ្នកនេះតើឆ្លៀតពេលខ្លះសម្រាប់សកម្មភាពដែលអ្នកចូលចិត្តដូចជាទៅអានសៀវភៅទៅលេងបាល់ការស្ដាប់តន្ត្រីលេងជាមួយសត្វចិញ្ចឹមឬក៏ធ្វើអីដែលអ្នកនេះពេញចិត្តសកម្មភាពទាំងអស់នេះគឺជួយរំសាយអារម្មណ៍និងភាពតានតឹងធ្វើអារម្មណ៍របស់អ្នកស្រស់ថ្លាអញ្ចឹងបងប្អូនក៏ធ្លាប់ដែរអាភាពលំហែកាយហ្នឹងខ្ញុំក៏មានបងប្អូនក៏មានក៏មិនដែរចំណងចំណូលចិត្តមនុស្សគឺវាខុសគ្នាអ្នកខ្លះក៏ចូលចិត្តទៅស្ទូចត្រីអ្នកខ្លះក៏ចូលចិត្តទៅធ្វើអីផ្សេងលេងបាល់លេងអីចឹងទៅអញ្ចឹងអាលេងបាល់ហ្នឹងលំហែអារម្មណ៍លំហែកាយហើយបានសុខភាពទៀតអញ្ចឹងកន្លែងហ្នឹងគឺងាយយល់ហើយចំណុចមួយទៀតគឺនៅចិត្តធម្មជាតិការចំណាយពេលនៅជាមួយនឹងធម្មជាតិហ្នឹងណាបងប្អូនវាល្អមែនតើវាធ្វើឲ្យអ្នកគ្នាមានអារម្មណ៍តែចិត្តស្ងប់ហើយអារម្មណ៍បង្កើតអារម្មណ៍រីករាយខ្ញុំគាត់ថាអ្នកគ្នាដើរលេងក្នុងសួនឬតាមមាត់សមុទ្រពីរហ្នឹងគឺអារម្មណ៍ខុសគ្នាទៅមាត់សមុទ្រអ្នកគ្នាមានអារម្មណ៍ផ្សេងតែក្នុងសួនមានអារម្មណ៍ផ្សេងក៏ប៉ុន្តែចំណងចំណូលចិត្តមនុស្សខុសគ្នាទេទទួលស្គាល់ថាអ្នកគ្នាចូលចិត្តទៅណាអ្នកគ្នាទៅធ្វើហ្នឹងអញ្ចឹងទទួលស្គាល់អារម្មណ៍ខ្លួនឯងអញ្ចឹងធ្វើម៉េចនៅចិត្តធម្មជាតិឲ្យបានច្រើនទៅអាហ្នឹងគេហៅថាចំណាយពេលរបស់ខ្លួនឯងចំណុចមួយទៀតការកំណត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគេហៅបណ្ដាញសង្គម
cái lấy này tam bứt có chia chấm nói mũi để lọ bằng phật nàyเฉพาะมีนวิจมีนเตอร์กับนัดมือพอมีนน้ามวยเดิมมันในคือก้มทั่วอารมณ์หนักเนี่ยท็อปผมมอลท็อปอารมณ์หรือก็ประเภทอารมณ์จนแน่นึ่งดำไรนึ่งอ้อยมีนดำไรรุ่นไอ้เนี่ยยัยมันมัดอะไรคือมันในสังคมต่างอันทั้งเฟื่องหนักนี่มีอารมณ์ท่ามีนปัญหาแต่มันเอาอุทธรหนักเนี่ยคือหนักมีนหนักเนี่ยปุ่งตะกรอยจะก้ามือปัจจุบันกี่ยังเตอหนักเนี่ยมือเคยจีสะอาดครัวในสะอาดอ้อแต่มีนปัญหาไอ้ท็อปผมมอลแต่ครัวไอ้ยังไงจังพอเมียนาได้เต้ามือจับมือพอเมียนาอัดมือหนักนี่ชี้ยมโอ้จอโอ้แต่ปรำผมมวยนั่นหนักนี่เจ๊ขมัดได้ล้วนไอ้ไงจำนวนที่ปรำจังไรเกมการซ่อมสวายโดยจำนวนการซ่อมจำนวนเหมือนแมนจีเพียบต้นซอยแต่การสวายโดยจำนวนปีกรูเป็ดจำเนียงเพลาเจ็ดหรือก็เจ็ดวิทูหรือก็เจ็ดวิเชียเจ็ดวิจารมันดัดนั่นเราน้องเป็ดเราเป็นหนักนี่มีปัญหาหนักนี่กูแต่เราเป็ดไปครูไอ้จังเตอร์เราเป็นหนักนี่มีอารมณ์แต่ตานจังหรือก็มีอารมณ์ท่าวิตานตั้งลือลบดอกไซมันเช่นแบบขมิ้นนะที่ช่วยมากนะนี่แต่เราเป็ดชื่อแต่เราเป็ดมันแม้จะเพียบต้นซอยตีแต่วิจัยสัญญาในเพียบเรื่องม้อมหนึ่งแต่หนูก็เราเลือกสักกับเพียบเราจัดบักล้วนเองนะนี่เราจำตามบทสัญญานี่มีปัญหานะเกมมาช่วยยึงจังหนักนี่กูแต่ตัวเขาเราอันนี้ชื่อปัจจัยตะการแต่ตัวเขาเราเลยครูนเองคือสมาร์หนังหนักนี้แต่ตัวเขาเราเลยสักกับเพียบเราจัดบักนี่มันแม้จะการต้นซอยตีปัจจัยนะซ่อมจำนวนปีครูเป็ดไว้ทำนะบอดมีนครูจัดวิเชียหรือก็จัดวิจัยบัณฑิตนั่งประกาศมาตามีมนุษย์ยังแต่โจรไม่ไอจังอันนั้นโดยขี้เหนียวยลเปียวไว้เด้หนักนี่เรากาจำนวนไม่ใช่คือครูซาหนังหมดแผลเปอร์เซ็นต์นักมีอารมณ์ทานลมบ้าหรือก็มันไออัสไตรบ้านนักนี่เราแต่เฮียนเยอะเรียบรอบแต่การมนุษย์ถูกจัดโดยย่อมเยอะยังไงเปอร์เซ็นต์จะครูซาหรือก็หมดปานักนี่อัดมีมนุษย์ละสำหรับดับเรื่องต่างออกนี่เต้กูก็ชิมมันไอโจตัวสลับเต้โจตัวใหญ่จมูกต้องวิถีน้ำหนักนี่ใหญ่ต้องกับเพลงพ้องสบายพ้องหนักนี่กันมีอารมณ์ละจังสรุปหมอการถ่ายภาพเราจะนั่งวิจิตรดำเนินชื่อบรรทอบรรทบชื่อตลอดประจำทั้งไงแต่เราหนักนี่มีเพียบอัดทั้งหมดหนึ่งเมตาทอจากพวกครูเองให้วิจิการวิญญาณสำคัญมาพอดเราจือบรรทบนี้อ้อยมีสเปะมันก็หนึ่งอยู่ของไว้จังสรุปมาตั้งเตียดการฟื้นถ่ายภาพสกับเพียบเราจัดวิสำคัญคลั่งมันพอดอ้อยมีใบปรามจำน้อยแต่ยมใช่เล็กไงเนี่ยโดยยมโดยอย่างในบ้านสนับจังคือตีมุ้ยเยอะเช่นตะดาเลือสกับเพียบเรียงการบอกครูเองการกรองอารมณ์หนังการเกิดการปรึงตำแหน่งตำแหน่งในสังคมการใช้ประปราเปลวเลียนการลำหายไกด์ให้ตีปรามนั่นคือการช่วยโรจมนุยเจ้ามาพ่นมีนไอ้คอมเพล็กต์เนี่ยคอมเพล็กต์ดักคอมมันขังคมหนึ่งใบแก่แปรย่อมตีมวยเปียสำหรับในย่อมยัยไอวิตาเกรียมเปียซาสำหรับย่อมไม่จันทกรปั่นได้เบอร์เซอร์เชื่อไปย่อยมีนไอ้สำหรับใจมันเลยนะบอมโอนคอมเพล็กต์คอมมันขังคมหนึ่งใบใจมันเลยแต่การบอมโอนมวยจำนวนที่เด็กกอดกระทาองค์กอดนกควักขาดอาจจะนัดงานในอัตตอนเต้าอยู่ไม่ปรากฏโอเคจังเป็นย่อมบัดมาหาการพอดแคสต์ชมกรบลี้เอาคุณชลันบาย